ចុងសប្តាហ៍នេះមិនដឹងជាទៅណាមែនទេលោកអ្នកនាងតោះមកផ្លាស់ប្ដូរបរិយាកាសនិងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយនឹងក្រុមគ្រួសារយើងដោយទៅលេងសួនសត្វភ្នំពេញសាហ្វារីទាំងអស់គ្នាសាកមើលម្ដងមើលណោះហើយគ្រាន់តែធ្វើដំណើរចូលមកដល់ខ្លងទ្វារទទួលភ្លាមក៏ជួបនឹងការស្វាគមន៍យ៉ាងរាក់ទាក់របស់តុក្កតាម៉ាស្កុតដ៏គួរឲ្យស្រឡាញ់បំផុតហើយនាងខ្ញុំទ្រាំមិនបាននឹងក៏ដាក់ពី3ប៉ុស្តិ៍ជាមួយនឹងពួកគាត់ទៅដោយទុកឲ្យកូនកំលោះមហា introvert របស់នាងខ្ញុំនឹងឈរចាំផ្លែតសិនទៅហើយហួសដំណើរមកមុខបន្តិចមកនឹងក៏ជួបប្រភេទសេកម៉ាខដែលជាប្រភេទសេកដែលមានពណ៌ចម្រុះគួរឲ្យទាក់ភ្នែកមែនទែនហើយនៅក្នុងនោះក៏មានសត្វកម្រជាច្រើនប្រភេទទៀតដែរដូចជាអស់លោកអ្នកនាងបានឃើញនៅក្នុងវីដេអូឃ្លីបនេះអញ្ចឹងហើយហួសបន្តិចទៀតមកនឹងក៏គឺជាកន្លែងសម្ដែងសូររបស់សត្វបក្សីលោកអ្នកនាងសត្វបក្សីទាំងអស់នោះពិតជាមានទេពកោសល្យខ្ពស់ខ្លាំងណាស់ការសម្ដែងរបស់គាត់នឹងធ្វើឲ្យតាក់ដួងចិត្តរាល់ភ្ញៀវដែលចូលទស្សនានឹងហូរកញ្ជ្រៀវតែម្ដងតែនាងខ្ញុំអត់មានវីដេអូដើម្បីបង្ហាញទេទុកឲ្យអស់លោកអ្នកនាងនឹងទៅទស្សនាដោយផ្ទាល់វិញល្អមើលជាងហើយបន្ទាប់មកទៀតមកនឹងនាងខ្ញុំហើយនឹងក្រុមគ្រួសារបានធ្វើដំណើរមកដល់រោងពពែរោងចៀមរោងឆ្លុះហើយបើសិនជាអស់លោកអ្នកនាងនឹងចង់ឲ្យចំណីដោយផ្ទាល់ទៅកាន់សត្វក្តាន់ឬក៏សត្វពពែរួមជាមួយនឹងសត្វប្រេសនៅក្បែរនោះក៏បានដែរដែលយើងចំណាយប្រាក់តែ4000រៀលតែប៉ុណ្ណោះដើម្បីទិញចំណីនឹងមកបញ្ចុកពួកគាត់ផ្ទាល់ដៃតែម្ដងហើយមើលទៅវាគួរឲ្យស្រឡាញ់ណាស់លោកអ្នកនាងឲ្យឃើញតែប៉ះទៅធ្វើឲ្យអារម្មណ៍របស់យើងនឹងប្លែកហើយនេះគឺជាកន្លែងរងចាំចូលទស្សនាការសម្ដែងរបស់សត្វខ្លាលោកអ្នកនាងហើយខ្លាទាំងអស់នេះគឺកំពុងតែត្រាំទឹកដោយសារតែធាតុអាកាសនៅក្នុងនោះថ្មីត្បិតតែមិនសូវជាក្តៅណាស់ណាក៏វាមានលក្ខណៈរាងហប់បន្តិចអញ្ចឹងហើយសត្វខ្លាទាំងអស់ហ្នឹងចូលត្រាំទឹកដើម្បីឲ្យរក្សានៅសីតុណ្ហភាពរបស់ក្នុងខ្លួនវាឲ្យត្រជាក់ណាលោកអ្នកនាងហើយក៏បន្តដំណើរបន្តិចទៀតមកយើងក៏បានឃើញនៅរូបគំនូរដ៏ស្រស់ស្អាតរបស់សត្វដំរីបានគូជឿទេថាលោកអ្នកនាងថានេះគឺជាគំនូររបស់ដំរីគូនាងខ្ញុំពិតជាមិនចង់ជឿទៅសោះក៏ប៉ុន្តែវាគឺជាការគូរបស់ដំរីពិតមែនហើយវាពិតជាស្អាតជាងអាក្បាលខូចរបស់ខ្ញុំនឹងគូទៀតផងហើយពួកយើងក៏បានឡើងជិះដំរីដើម្បីកំសាន្តនៅជុំវិញនេះបានបន្តិចផងដែរឃើញថាការជិះដំរីនឹងពិតជាគួរឲ្យរំភើបហើយសប្បាយមែនទែនហាក់ដូចជាមានអារម្មណ៍ថាយើងកំពុងតែជិះនៅលើសមុទ្រដែលមានកម្ពស់រលកទឹកខ្ពស់ចុះឡើងអញ្ចឹងលោកអ្នកនាងចាលោកអ្នកនាងសរុបមកដំណើរកម្សាន្តជុំគ្រួសារខ្លីនេះដូចជាការបង្កើននូវភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសាររបស់យើងបន្ថែមទៀតអញ្ចឹងរួមទាំងបានកាត់បន្ថយនៅភាពតប់ប្រមល់ក្នុងការងាររួមជាមួយនឹងការរករបរទទួលទានដែលពួកយើងកំពុងតែជួបបញ្ហាសពថ្ងៃនេះចូលទម្លាក់ការងារខ្លះដើម្បីក្រុមគ្រួសាររបស់យើងហើយសូមបន្ថយនៅភាពតានតឹងបន្តិចដើម្បីចាប់ផ្ដើមនៅភាពស្រស់ស្រាយជាថ្មីទៀត